សូមអនុមោទនាព្រះសទ្ធិព្រះធម៌ជាបន្តនៅក្នុងព្រះត្រៃបិដកលេខ15ទំព័រទី271ទេវិជ្ជសូត្របដិបទាជាគ្រឿងញ៉ាំងសัตว์ឲ្យទៅកាន់ព្រហ្មលោកសូមអនុមោទនាធម្មទាននៅគ្នាបទី184កាលព្រះមានព្រះភិក្ខត្រាស់យ៉ាងនេះហើយវាសេដ្ឋមានុបក៏ក្រាបបង្គំទូលព្រះមានព្រះភិក្ខដូចនេះថាបពិតព្រះគោដំដកចម្រើនខ្ញុំព្រះអង្គបានឮដូចនេះថាព្រះសមណៈគោដំស្គាល់ផ្លូវដើម្បីទៅកើតជាមួយនឹងព្រហ្មមែនឬព្រះអង្គទ្រង់ត្រាស់ថាមនាលវាសេដ្ឋៈអ្នកសំគាល់សេចក្តីនោះដូចម្ដេចមេអ្នកសាតកក្រាមនៅក្នុងទីចិត្តនិងទីនេះមេអ្នកសាតកក្រាមមិនមែននៅក្នុងទីឆ្ងាយអំពីទីនេះទេឬបពិតព្រះគោដំដកចម្រើនយ៉ាងនោះហើយមេអ្នកសាតកក្រាមនៅក្នុងទីចិត្តនិងទីនេះមេអ្នកសាតកក្រាមមិននៅក្នុងទីឆ្ងាយអំពីទីនេះទេមនាលវាសេដ្ឋៈអ្នកសំគាល់សេចក្តីនោះដូចម្ដេចបុរសដែលកើតហើយចម្រើនហើយក្នុងមេអ្នកសាតកក្រាមនេះមានអ្នកផងសួររកនៅផ្លូវនៃមេអ្នកសាតកក្រាមចំពោះបុរសនោះដែលចេញទៅអំពីមេអ្នកសាតកក្រាមក្នុងខណៈនោះមនាលវាសេដ្ឋៈបុរសដែលកើតហើយចម្រើនហើយក្នុងមេអ្នកសាតកក្រាមនោះកាលបើគេសួររកផ្លូវនៃមេអ្នកសាតកក្រាមសំដីយឺតយូរនិងអឹមអៀមតើមានខ្លះដែរឬបពិតព្រះគោដំដកចម្រើនសំដីនេះមិនយឺតយូរមិនអឹមអៀមទេសេចក្តីនោះព្រោះហេតុអ្វីបពិតព្រះគោដំដកចម្រើនព្រោះបុរសឯណោះកើតហើយចម្រើនហើយក្នុងមេអ្នកសាតកក្រាមបានជាបុរសនោះស្គាល់ផ្លូវទាំងអស់ដែលទៅកាន់មេអ្នកសាតកក្រាមដោយច្បាស់លាស់មនាលវាសេដ្ឋៈបុរសដែលកើតហើយចម្រើនហើយក្នុងមេអ្នកសាតកក្រាមនោះកាលបើមានអ្នកផងសួររកផ្លូវនៃមេអ្នកសាតកក្រាមគង់មានសំដីយឺតយូរនិងអឹមអៀមខ្លះឯតថាគតកាលបើអ្នកផងសួររកផ្លូវទៅកាន់ព្រហ្មលោកឬបដិបទាជាទីទៅកាន់ព្រហ្មលោកមិនមានការប្រព្រឹត្តយឺតយូរនិងការអឹមអៀមឡើយមនាលវាសេដ្ឋៈតថាគតស្គាល់ទាំងព្រហ្មស្គាល់ទាំងព្រហ្មលោកស្គាល់ទាំងបដិបទាជាទីទៅកាន់ព្រហ្មលោកមិនតែប៉ុណ្ណោះសោតព្រហ្មប្រតិបត្តិយ៉ាងណាទើបបានទៅកើតក្នុងព្រហ្មលោកតថាគតស្គាល់ច្បាស់នៅសេចក្តីប្រតិបត្តិនោះសូមអនុមោទនាចប់គ្នាបទី184សូមរងចាំភាគបន្តគ្នាបទី185អនុមោទនាធម្មទានសព្វទានណੰធម្មទានណੰជីនិតិធម្មទានរមែងឈ្នះអស់នៅទានទាំងពួង